នឹងឲ្យតអគ្នាលោកអធិការរងសុកទាំងត្រង់ដែលមានឈ្មោះថាម៉ាប់សុផាតឥឡូវនេះគឺលោកបានទទួលមរណភាពហើយបន្ទាប់ពីទទួលរងរបួសខ្លាំងពេកដែលបង្កមកពីក្មេងទំនើបបានយកដៃស្រួលយំបច្ចៈរស់លោកនឹងហើយការពីថ្ងៃទី7យើងនឹងឯងគឺមានហេតុការណ៍មួយនឹងគឺកើតឡើងឥឡូវនេះគឺលោកទទួលមរណភាពហើយខ្ញុំក៏សូមចូលរួមរំលែកទុកដល់ក្រុមគ្រួសារលោកម៉ាប់សុផាតផងឥឡូវនេះមិនដឹងថាម៉េចទេគឺក្មេងទំនើបនៅស្រុកខ្មែររបស់យើងគឺកំពុងតែកាន់តែប្រហើនទៅបើថាកាប់ចាក់គ្នាឯងគ្មានដំណឹងដូចគ្នាអាហ្នឹងយើងអត់ថាទេណោះសូតែជើងដៃឆៅដូចគ្នាប៉ុន្តែនេះសំបីតែសមត្ថកិច្ចក៏ហ៊ានធ្វើបែបហ្នឹងដែរគឺខ្ញុំអត់យល់ទេប្រហែលជាបងប្អូននៅក្មេងពេកអាយុទៅ4 5 10ឬក៏7 8 10 20ស្ដឹងអីទៅប្រហែលជាកំពុងតែពេញភ្លើតភ្លើណាប៉ុន្តែពេលបងឯងអាយុច្រើនទេបងឯងដឹងថាវាគ្មានបាបច្ចុចអីទេបងនិយាយចឹងចោះព្រោះអីឥឡូវនេះបងអាយុ30ហើយមកដល់ពេលនេះគឺគ្មានគិតអីទេគិតតែរលុយសម្រាប់គ្រួសារតែប៉ុណ្្នឹងឯងរឿងទាំងអស់ហ្នឹងវាគ្មានបានប្រយោជន៍អីទេអូនហើយក៏គ្មានអ្នកណាទៅខកសរសើរពេលដែលយើងទៅកាប់ចាក់លុតហក់អីបែបហ្នឹងដែរហើយវាគ្មានអីក្រៅពីចូលគុកនោះទេបងនិយាយតែប៉ុណ្្នឹងចុះណាហ្នឹងហើយប៉ុន្តែក៏និយាយប៉ុណ្្នឹងក៏ដូចទៅចាក់ទឹកលើក្បាលទៀនហើយគ្មានបានទៅដឹងខ្លួនស្អីទេនៅតែសប្បាយភ្លើហ្នឹងអ្នកខ្លះចូលគុកម្ដងពីរដងហើយក៏នៅតែចេញមកវិញមិនដែលហ្នឹងឯងមិនដឹងថាម៉េចទេក៏តាមដំណើរទៅណោះកម្មណាកម្មហ្នឹងទៅ